សង្គ្រាមអាចផ្ទុះក៏ប៉ុន្តែបរិបទរបស់ប្រទេសកម្ពុជាប្រុងប្រយ័ត្នមិនចង់ផ្ទុះសង្គ្រាមពីព្រោះចង់ដោះស្រាយបញ្ហាប្រសិនបើមេអាមាត្យនៅប្រទេសថៃដែលខ្ញុំឮលះលៀងថាមេរបស់អាមាត្យនៅប្រទេសថៃហាក់ដូចជាអាចមានទំនាក់ទំនងបើសិនជាមេអាមាត្យនៅប្រទេសថៃយល់ថាជាឱកាសដែលអាចទំនាក់ទំនងបានសហការការទូតរបស់កម្ពុជាក្នុងបញ្ហាថៃអាចដោះស្រាយបានប៉ុន្តែត្រូវប្រើខ្សែទូរស័ព្ទក្រៅឆាកតាក់ទងខ្ញុំមើលឃើញចំណុច2ឥឡូវនេះតាក់សិនបានរួចទោសពីជាប់គុកហើយតាក់សិនកំពុងតែស្ទាបស្ទង់នយោបាយជាមួយនឹងអាមាត្យបើអាចកសាងទំនុកចិត្តគ្នាបានតាក់សិនត្រូវទំនាក់ទំនងជាមួយកម្ពុជាការដែលកើតឡើងរឿងការបែកធ្លាយសម្លេងអីតាក់ទងនឹងលោកហ៊ុនសែនអីជាមួយលេងយិងជាមួយអីកូនប៉ែតោងឋានអីអាចជួសជុលគ្នាបានហើយប្រយុទ្ធដែលនៅក្នុងក្រុមប្រឹក្សាព្រះមហាក្សត្រក៏មិនចង់ឲ្យមានបញ្ហាដែរអញ្ចឹងអាចជួសជុលគ្នាបានណាអាចជួសជុលគ្នាបានបាទអាចជួសជុលគ្នាបានខ្ញុំឃើញសញ្ញាខ្លះតែការជួសជុលមិនមែនចេះធ្វើទេត្រូវធ្វើតាមលក្ខណៈការទូតវិបត្តិកើតឡើងណាការផ្លោះធ្លួយកើតឡើងត្រូវព្យាបាលត្រូវជួសជុលអាហ្នឹងអញ្ចឹងវៀងវ៉ាន់ទិញស្ដាប់លោកបងឡើងវិញយប់មិញបងថាបើបាត់បងគឺមិនឃើញហើយខ្ញុំចាប់ដើមនឹកលោកបងជាខ្លាំងអរគុណណាស់វ៉ាន់ទិញទោះបីយ៉ាងណាក៏ដោយយើងយួនដូចគ្នាយើងជាយួនដូចគ្នាយួនដែលនៅស្រុកខ្មែរហើយស្រឡាញ់ខ្មែរណាហើយក៏មានយួនច្រើនណាស់នៅស្រុកខ្មែរស្រឡាញ់ខ្មែរណាហើយក៏សិតតែយួនដែលចង់បានសង្គមមួយដែលមាននីតិរដ្ឋស្អាតស្អំដើម្បីរកស៊ីហ្នឹងអញ្ចឹងមនុស្សយើងនៅក្នុងរឿងប្រឡោមលោកគេថាថ្ងៃជួបថ្ងៃប្រត់ណាបងអូនសម្លាញ់ណាថ្ងៃជួបថ្ងៃប្រត់វាមានជួបវាមានប្រត់ដូចខ្ញុំជួបសម្ដេចហ៊ុនសែនគាត់ថាបងអូនកំតទៅណាចាំទៅជាមួយគ្នាខ្ញុំចង់ឲ្យបងឯងនៅចំណែកខ្ញុំទៅមុនណាខ្ជិលណាមិនបានជាជេមសោះចូលចិត្តយករឿងងាប់នោះមកនិយាយលេងមិននិយាយលេងទេយករឿងងាប់មកនិយាយដើម្បីកុំឲ្យ stress ពីព្រោះកាលណាយើងយករឿងងាប់មកនិយាយកំ pl ែងកំ plok ទៅយូរទៅយើងអត់សូវភ័យវ៉ាន់ទិញបើឲ្យខ្ញុំអង្គុយសំកប់ពីរឿងមហារីខ្ញុំដួលបណ្ដោយដូចម្សិលមិញលេងងើបអត់រួចទេបងអូយចាក់ឆ្នាំបងខ្ញុំនិយាយដល់ណាប៉ុណ្ណេះណាតេងខោស្រាប់ជួអាចអត់បានណាមកចង្ហៀងខ្លួនលើកអត់រួចទេធ្វើទុកប្រហែលខែមុនឥឡូវទៅថតក្បាលហើយវាអត់ឃើញមានក្របមហារីកទេណាប៉ុន្តែត្រូវទៅបង្ហាញម្ដងទៀតតែពេទ្យគេឲ្យដឹងគេថាមកពីវាអត់ឃើញក្របអត់មានទូម៉ាអត់មានអីនៅក្នុងខួរអញ្ចឹងហើយបានគេពជាថាឲ្យតែ MRI ចុងក្រោយនៅខែ10បើសិនជាគេឃើញសញ្ញាហើយណាមួយជាមហារីកខ្ញុំជួសទៅវានៅក្នុងបរិមាត្រមធ្យមខ្ញុំប្រាប់គួរឯកទេសមហារីកខ្ញុំថាសង្ស័យតែកើតមហារីកក្បាលហ្នឹងដូចយ៉ាងភ្លេចគាត់ថាអត់ទេអានឹងមកពីឆ្នាំទេខ្ញុំក៏បានរីករាយបន្តិចទៅព្រោះបើសិនជាខ្ញុំភ្លេចអស់ខ្ញុំមកធ្វើ show មិនបានហើយសប្តាហ៍នេះពឹងទៅលើបង្អួចណាបង្អួចដែលមានគឺ show នឹងឯងកាមេរ៉ាគឺជាបង្អួចនិយាយជាមួយខ្មែរណាបើវាអត់មានកាមេរ៉ាធ្វើមិននិយាយមួយខ្មែរបានអូនឯងដឹងទេខ្ញុំរស់នៅតែពីអ្នកប្តីប្រពន្ធទេណាជួនកាលខ្ញុំទៅនៅភ្នំទៅនៅនេះ475ម៉ែត្រការ៉េនៅភ្នំវាប្រហែល125ម៉ែត្រការ៉េណាជួនកាលឡើងទៅភ្នំអីចឹងទៅបាទដើម្បីយកខ្យល់អាកាសអីណាហើយអាទិត្យក្រោយហ្នឹងទៅបាត់ចេញទៅសមុទ្រទេងកណូតចេញទៅសមុទ្រឲ្យកូនប្រសាបើទេងកណូតចេញទៅសមុទ្រណាហើយមានពេលប្រាប់ប្រពន្ធថាគិតដេកក្បែរអាងហែលទឹក
តាក្តៅស្អុះចុះហៅទឹកហៅទឹកប៉ុណ្ណានេះណាជីវិតវាតែអញ្ចឹងណាដែលគិតជាងគេបំផុតអូនឯងដឹងទេគឺចង់ឲ្យប្រពន្ធខ្ញុំបានសុខស្រឡាញ់ប្រពន្ធណាស្រឡាញ់ប្រពន្ធខ្ញុំណាខ្ញុំរៀបការ2 ដងខ្ញុំមិនដែលបានប្រពន្ធដែលមានសេចក្តីសុខដូចឥឡូវទេប្រពន្ធខ្ញុំមុននោះសុខមួយយ៉ាងសុខត្រង់ថាអត់ដែលឆ្លោះគ្នាទេអត់ដែលឆ្លោះគ្នាសុខប៉ុន្តែវាអត់ទៅណាជាមួយគ្នាទៅសុបាយអីចឹងដូចគ្នាចឹងប៉ុន្តែគាត់ថានិយាយចិនណាទៅណាជួបសិតតែចិនណាចិនងាកទៅក្នុងចំណោមពួកអាជីវករពួកសហគ្រិនចិនអីរាប់រយនាក់អីវាសុបាយមួយយ៉ាងដែរពាក់អាវស្អាតអីនាឡិកាថ្លៃអីបែកជើងល្អអីជិះឡានលីម៉ូស៊ីនអីវាល្អម្យ៉ាងដែរប៉ុន្តែយូរទៅអាណិតនេះមនុស្សខ្មែរណាខ្ញុំគាត់ត្រូវនិយាយខ្មែរណាមានអាចៅមួយនៅក្នុង YouTube នៅក្នុង Facebook សួរតានឹកស្រុកទេអាចចុះអាណាមិននឹកនឹកស្រុករឿងអីមិននឹកហើយតានិយាយនឹកស្រុកហ្នឹងមានអ្នកមកជេរតាជេរស្រុកហ្នឹងចង់ទៅស្រុកខ្មែរមកទៅអត់ទេអត់ទៅទេនឹកមែននឹកប៉ុន្តែអត់មកទេអត់មកស្រុកទេហើយមិនបានមកខ្លាចជាប់គុកព្រោះរិះគន់ច្រើនពេករិះគន់ច្រើនពេកខ្លាចជាប់គុកឲ្យមកទេនេះប្រាប់តាមត្រង់ជឿទេមើលបងប្អូននៅ YouTube ជឿទេជឿថាខ្ញុំខ្លាចជាប់គុកទេជឿទេ Facebook ណាជឿទេជឿថាចេមសុកខ្លាចជាប់គុកទេខ្លាចជឿថាចេមសុកនឹកស្រុកទេកៅសុខុនសួស្ដី hello ណាដល់និយាយត្រង់បានសុបាយជីវិតយើងនិយាយត្រង់អញ្ចឹងទៅណាតាសុំ account Facebook តាបានទេយីសុំមែនអញអត់ចូលចិត្តឲ្យទេមកសុំស្នេហ៍ហ្មងអត់បានទេaccount Facebook តាឈ្មោះសុកសគុណរូបថតគឺតាអោបឆ្កែលោកតាតើជំនាញ full stack development ល្អឬទេល្អមានអនាគតសូមឲ្យបងគង់នៅឲ្យយូរបើខ្ញុំទៅមុនស្រួលជាងអំបល់យកតាមពិតបងឯងចង់ឲ្យបងធ្វើតួ account ដែរនេះបងឯងមិនទៅមុនទេបងឯងត្រូវតែទៅក្រោយទឹកនោមផ្អែមកម្រិតទី2គ្មានបញ្ហាទេការពារទី1កុំឲ្យជពុកជើងការពារទី2ទៅឆែកទៅសាយភ្នែកខ្លាចវាខ្វាក់ការពារទី3ផឹកទឹកឲ្យច្រើននោមឲ្យច្រើនខ្លាចតម្រងទឹកនោមខូច3ហ្នឹងបងឯងដឹងទេនៅស្រុកអាមេរិកគេកើតទឹកនោមផ្អែម30ឆ្នាំគេអត់តន់ងាប់ទេឲ្យតែយើងខំប្រឹងទៅប្រហែលថ្ងៃនេះខ្ញុំខុសវិន័យអាហារបានសម្លម្ជូរគ្រឿងវាឆ្ងាញ់ញ៉ាំបាយខុសខ្ញុំខុសចំណីអាហារ2ថ្ងៃណា2ថ្ងៃខ្ញុំខុសចំណីអាហារណាខ្ញុំខុសចំណីអាហារ2ថ្ងៃអញ្ចឹងស្អែកនេះខ្ញុំត្រូវកែប្រែមកវិញណាលោកតាសៀវភៅ Atomic Habit គួរអានទេមិនបាច់ទេខំតែរៀនទៅកុំតែគិត habit ដូរអីនោះណាមានអាចារ្យនោះមករំខានឯងអើយអាចារ្យណាវាមករំខានតាអើយឯងយ៉ាប់មែនមកវិញណាចៅឯងមករំខានតានេះចៅឯងត្រូវតាត្រូវ system YouTube នឹងគេបាត់ចៅឯងបាត់ហើយចៅឯងមករំខានតាមក spam តាអញ្ចឹងដល់ពេលចៅឯងមក spam តាណាអា program YouTube វាបាត់ចៅឯងបាត់ខានឃើញតាណាសួស្ដីលោកតាតើលោកតាGood evening, Grandpa. Do you hear about the news that our government banned Discord and Patreon? What do you think about that? I don't know. ខ្ញុំអត់ដែលបានដឹងរឿងហ្នឹងឆ្លើយអត់រួចលោកតាឆ្នាំ21នេះអាចកើតសង្គ្រាមលើកទី3ទេអត់ទេកូនអត់ទេសង្គ្រាមអត់កើតទេកូន Tima good evening ឆ្លើយខាងលើហើយអត់ដឹងណាអត់ដឹងឆ្លើយអត់រួចតើហេតុអ្វីកម្ពុជាមិនបង្កើតមណ្ឌលចាស់ជរាសម្រាប់ចាស់ក្រខ្សត់តែលតោតាមផ្លូវនឹងទៅដល់ចំណុចហ្នឹងសង្គមកិច្ចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតគាត់មានផែនការរបស់គាត់
តែចៅត្រូវដឹងថាកម្មវិធីបសសក្តីកំពុងតែជួបប្រទះនឹងវិបត្តិណាទោះបីយ៉ាងណាក៏ដោយវិបត្តិគឺថវិកាដើម្បីផ្គត់ផ្គង់កម្មវិធីហ្នឹងអាចំណូលដែលយើងបង់ឲ្យកម្មវិធីហ្នឹងអត់គ្រប់ទេបន្តមកទៀតរឿងការគ្រប់គ្រងចាស់ជរាការគ្រប់គ្រងចាស់ជរាវាតលតែយើងមានក្មេងធ្វើការឲ្យបងពុនបើយើងអត់មានកម្លាំងច្រើនបងពុនទេគ្មានថវិកាសម្រាប់ផ្គត់ផ្គង់ចាស់ជរាទេរដ្ឋាភិបាលមិនមែនបោះលុយចាយបានទេលុយចាយត្រូវមានធនបន្តមកទៀតដើម្បីឲ្យមានចីរភាពនៅក្នុងកម្មវិធីគ្រប់គ្រងចាស់ជរាបន្តមានថវិកាចីរភាពថវិកាចីរភាពគឺជាចំណែកមួយឥឡូវនេះយើងមានបញ្ហាណាហើយចុះបើសិនជាលើកពីពើពុកលុយយើងដឹងហើយតែវានៅជាមួយនឹងណាត្រង់ហ្នឹងហើយដែលរដ្ឋាភិបាលមិនទាន់មានការគ្រប់គ្រងណាខ្ញុំកំពុងឃើញរដ្ឋាភិបាលកំពុងរៀបចំយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនពលីយកចិត្តទុកដាក់លើយុទ្ធជនពិការនឹងរងរបួសហើយទោះបីខ្ញុំនិយាយលេងសើចមែនមានចាំទេអាផ្ទះ3000ខ្នងហ្នឹងទោះបីខ្ញុំនិយាយលេងសើចមែនខ្ញុំនិយាយលេងសើចរិះគន់ពីពួកខ្ញុំអត់ចង់ឲ្យបងប្រុសខ្ញុំគាត់មានប្រសាសន៍ខ្លាចវាមានភាពតានតឹងហើយខ្ញុំដឹងថាគាត់ខឹងខ្ញុំរឿងហ្នឹងគាត់ថាខ្ញុំទៅរករឿងគាត់ខ្ញុំទៅរករឿងគាត់ខ្ញុំទៅវាយគាត់ទៅតែមែនទេខ្ញុំខ្លាចវាមានបញ្ហាណាខ្ញុំខ្លាចវាមានបញ្ហាទៅវាពិបាកទាំងអស់គ្នាណាហើយពេលខ្ញុំនិយាយជួនកាលគាត់ខឹងខ្ញុំមែនប៉ុន្តែក៏គាត់យល់ថាខ្ញុំចង់និយាយដែរត្រឡប់ទៅអធិ3000ហ្នឹងទោះបីវានៅវេទនាប៉ុណ្ណាក៏ដោយវាជាដំណោះស្រាយតែយើងមិនត្រូវឲ្យមានជនភេសជ្ជៈថែមទៀតទេអញ្ចឹងរដ្ឋាភិបាលត្រូវដោះស្រាយមនុស្សនៅផ្ទះ3000ហ្នឹងណាឥឡូវបង្កើតផ្សារតាមផ្លូវបើវានៅបែកផុកសម្រាប់ណាហើយកាយផ្លូវឥឡូវខែភាសាវាមានបញ្ហាសម្រាប់ណាហើយស្មារតីប្រជាជនដែលទៅនៅហ្នឹងក៏គាត់ចោលសម្រាមគ្រាន់តែក្នុងមួយរយៈប្រហែលហ្នឹងនៅតាមអូមកផ្ទះហ្នឹងសម្រាមហើយណាបើសិនជាបងប្អូនដែលរស់នៅហ្នឹងចេះសម្អាតផងហើយបងប្អូនត្រូវខិតខំផងអាភូមិដែលដាក់ឈ្មោះថារងចាំហ្នឹងនឹងអាចរស់បានតែយើងត្រូវធ្វើម៉េចកុំឲ្យកើតជនភៀសខ្លួនថែមទៀតណាអាហ្នឹងសារបន្ទុករដ្ឋាភិបាលណាហើយខ្ញុំតែងតែរិះគន់តែខ្ញុំក៏ដឹងថារដ្ឋាភិបាលមិនគិតទេគិតត្រូវគិតបើមិនគិតមិនបានទេណាហើយជប់ឃើញគិតទេឃើញហើយខ្ញុំមិនរិះគន់រិះគន់ថែមអញ្ចឹងទៅណាជួនកាលទៅរដ្ឋាភិបាលគាត់ខឹងទៅជួនកាលគាត់ថាអានឹងនិយាយអញធ្វើឲ្យដល់ណាតែគាត់ថាអានេះនិយាយវាមើលមិនឃើញអានឹងដោះស្រាយគ្នាអញ្ចឹងបាទនៅ Facebook អ្នកណានិយាយអីចេះលោកពូពលរដ្ឋខ្មែរនិងមន្ត្រីរាជការ 99% ចូលចិត្តដុតធូបហើយសុំខ្មោចអ្នកតាទេវតាសុំយោបល់លោកពូម៉ៅវិរៈជំនឿបែបនេះវាអោនថយនៅពេលមនុស្សមានការចេះដឹងខ្ញុំពីដើមក៏បន់ព្រះសំពះទេវតាដែរតែជំនឿអស់ហ្នឹងបានកាត់បន្ថយទៅដោយសារចំណេះដឹងហើយចំណេះដឹងហ្នឹងវាពឹងទៅលើអីវាពឹងទៅលើចៅគេហៅថាចំនួន Z ចៅមានចំណែកមួយដែលកាត់បន្ថយរបស់អស់ហ្នឹងក៏ប៉ុន្តែចៅក៏មានបញ្ហាគ្រឿងញៀនបញ្ហាស្រាចៅត្រូវកាត់បន្ថយគាត់ជៀសវាងគ្រឿងញៀនហើយកាត់បន្ថយស្រាចាស់គាត់មានជំនឿដែលបំផ្លាញគាត់តែយើងឃើញយើងកុំធ្វើដូចគាត់តែយើងមានគ្រោះថ្នាក់មួយគឺគ្រឿងញៀនហើយស្រាអញ្ចឹងយើងត្រូវជៀសវាងគ្រឿងញៀនហើយស្រាវាអញ្ចឹងណាតាមការមើលបរិបទសប្តាហ៍ថ្ងៃនេះសេដ្ឋកិច្ចអាចនឹងមានសភាពល្អប្រសើរឬធ្លាក់ជាងនេះតើលោកតាបញ្ហាធនាគារពិភពលោកបានផ្ដល់នៅការសន្និដ្ឋានសេចក្តីចម្រើនសេដ្ឋកិច្ចកម្ពុជា3ចុចប្រមាណនេះ3កដកសញ្ញា X ណានៅក្នុងបរិបទនៃសេដ្ឋកិច្ចសកលកម្ពុជាមិនដុនដាបពេកទេអនុភាពមានតែមិនដុនដាបទេបន្ទាប់មកទៀតនៅក្នុងសេចក្តីចម្រើននៃសេដ្ឋកិច្ចឆ្នាំ26នេះឆ្នាំ27វាដូចគ្នាមូលហេតុនេះហើយបានជាលោកហ៊ុនម៉ាណែតនិងលោកហ៊ុនសែនត្រូវធ្វើទស្សនកិច្ចវៀតណាមរុស្ស៊ីចិន
lư sâu thật ngay phây pram phây pân luôn sang từ tới chắn á men ta lên á từ rốt bẩm pung to chóp đợt tây tiếtក្នុងការធ្វើឲ្យមានភាពមាំនិងធន់នៃខ្សែតកាច់ហើយលោកហ៊ុនម៉ាណែតទៅវៀតណាមនឹងតំណែងតំណងការរកស៊ីថែមទៀតជាមួយកម្ពុជាដើម្បីកិច្ចការអស់ហ្នឹងទៅ compensate ការបិទព្រំដែន800គីឡូម៉ែត្រនៅព្រំដែនកម្ពុជាថៃឡង់ខ្សែតកាច់យើងវាមិនដាំក្បាលចុះទេតែវាគ្រាន់តែមានអនុភាពបន្តិចតើរាល់ថ្ងៃខ្ញុំធ្វើការឆ្លើយហើយហេតុអ្វីគេមិនបង្កើតមណ្ឌលឆ្លើយហើយហូមពេលខ្ញុំអានឬស្ដាប់គ្រាន់តែយកទិន្នន័យចូលប៉ុណ្ណោះតើធ្វើបែបម៉េចទើបចេះវិភាគហើយអាចយកខ្លួនឯងទៀតទេពឹងបានការពារកុំឲ្យធ្លាក់ចូលនៅក្នុងជីវដំបូងតលតែមានមូលដ្ឋានមនុស្សដូចតាអីមិនធ្លាក់ចូលមនុស្សកម្ពុជាទេពីព្រោះតារៀនសូត្របានច្រើនផ្នែកមនុស្សកម្ពុជាចំណែកចៅ generation Z ដំបូងចៅត្រូវមានជំនាញមួយហើយការវិភាគរបស់ចៅត្រូវចាប់ផ្ដើមលើជំនាញរបស់ចៅហ្នឹងឧទាហរណ៍ចៅខាង programming ចៅខាងសំណង់ចៅខាងស្ថាបត្យកម្មយកការវិភាគតាមនិយមគរុកោសលដែលចៅរៀនហ្នឹងយកមកប្រើសូម្បីតែសង់ផ្ទះវ៉លស៊ីម៉ង់ជាមួយនឹងខ្សាច់ក៏ជាការវិភាគមួយដែរតែបើចៅលោតទៅវិភាគអ្វីដែលចៅអត់មានមូលដ្ឋានវិភាគអត់កើតទេកូនតាវិភាគបានពីព្រោះតាវាមានមូលដ្ឋានហើយពេលនិយាយហ្នឹងតែងមាន references តែងមានឯកសារនៅចិត្តខ្លួនឆ្លើយអញ្ចឹងរស់រវើកអញ្ចឹងប៉ុន្តែនៅចិត្តហ្នឹងមានសិភៅណាមានសិភៅនៅចិត្តដែលអាចទាញយកមកមើលបាននៅចិត្តហ្នឹងហើយមាន AI 2ដែល subscribe ទៅតែពេលនិយាយតាអត់ដែលសូវប៉ះ keyboard ទេគឺតានិយាយចេញពីក្បាលតាមកហ្មងតែមិនមែនអត់ក្បួនទេណាមានក្បួននៅចាំជាប់ខ្លួនបើមិនអញ្ចឹងទេពេលណាចៅលើករឿងអីមួយដែលមិនច្បាស់លាស់ត្រូវតែទាញក្បួនយកមកមើលហ្នឹងជាការវិភាគជូនប៉ុណ្ណឹងណា